World Bank ហើយនឹង United Nations គេធ្វើការស្រាវជ្រាវថាគ្រួសារមួយដែលអាចជប់ក្របានគឺតាមរយៈ quality education ការអប់រំដែលមានគុណភាពមានអ្នកក្រជាច្រើនដែលបានចែករំលែកបទពិសោធន៍រួចផុតពីភាពក្រីក្រតាមរយៈការរៀនដែលមានគុណភាពពាក្យថា quality education គឺជាការរៀនចេះការរៀនប៉ាកែមិនមែនជាការរៀនទៅផុតពីផ្ទះទៅដល់សាលាហើយយកសញ្ញាបត្របាក់ឌុបហៅថា quality education ទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនដែលមកពីគ្រួសារក្រីក្រអាសាមើលមេរៀនអាសាមើលវីដេអូអ្នកដែលគេខ្លាយជាអ្នកមានខ្លាយជាអ្នកចេះដឹងដោយចេញពីគ្រួសារក្រីក្រដើម្បីឲ្យយើងមានកម្លាំងចិត្តថាយើងក្រមែនក៏ប៉ុន្តែបើសិនជាយើងខំរៀនឲ្យមានគុណភាពនោះយើងនឹងចាក់ផុតពីភាពក្រីក្រយើងនឹងចាក់ផុតពីភាពក្រីក្រឪពុកម្ដាយដែលនៅស្រុកស្រែជនបទដែលជាគ្រួសារក្រីក្រនាំគ្នាទាញពាត់វាយកូនសាក់មើលវាយឲ្យវាខំរៀនវាយឲ្យវារៀនឲ្យប៉ាកែដើម្បីឲ្យគ្រួសាររបស់យើងរួចផុតពីភាពក្រីក្រប្រាប់ទៅកូនថាកូនគ្រួសារយើងក្រក៏ប៉ុន្តែមានកូនអ្នកក្រច្រើនណាស់ដែលគេខំរៀនហើយគេជោគជ័យគេរួចផុតពីភាពក្រីក្រកូនឯងមិនខំរៀនកូនឯងចង់ឲ្យគ្រួសារយើងក្រតពូជមែនយើងសាក់វាយកូនចឹងសាក់មើលបងប្អូនហើយបងប្អូនកូនក្មួយដែលមកពីគ្រួសារក្រីក្រខ្ញុំសនំពោឲ្យកូនក្មួយខំរៀនគ្រួសារយើងក្រហើយបើសិនជាយើងមិនប្រឹងរៀនតើយើងមានច្រកណាដែលអាចរើបំរាស់ពីភាពក្រីក្របានដូច្នេះកលឹះដោះស្រាយភាពក្រីក្រនៅក្នុងគ្រួសារយើងគឺមានតែប្រឹងរៀនឲ្យពូកែទេរៀនឲ្យបានខ្ពង់ខ្ពស់ឲ្យច្បាស់លាស់ហើយចាប់យកជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ស្វែងរកការងារធ្វើខ្ញុំជឿថាយូរបំផុត10ឆ្នាំយើងនឹងរួចផុតពីភាពក្រីក្រហើយតែបើសិនជាកូនក្មួយមិនប្រឹងប្រែងរៀនសូត្រឲ្យបានពូកែទៅរៀនយកតែសញ្ញាបត្រគ្រួសារបងប្អូនមិនអាចចាក់ចេញពីភាពក្រីក្រទេដូច្នេះជាសំណូមពរជាយោបល់ខ្ញុំជូនទៅបងប្អូនដែលមកពីគ្រួសារក្រីក្រសូមទាញពាត់វាយកូនឲ្យប្រឹងរៀនកូនដែលនៅក្នុងគ្រួសារក្រីក្រសូមខំប្រឹងរៀនព្រោះមានតែការប្រឹងរៀនទេរៀនឲ្យពូកែទេទើបអាចរើបំរាស់ចេញពីភាពក្រីក្រនេះបាន